សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងត្រឡប់មកជួបគ្នាទៀតហើយជាមួយនឹងមេរៀនថ្មីហើយអត្ថបទមេរៀននេះដែរគឺកម្រិត HSK2 ហ្នឹងបងអញ្ចឹងឥឡូវយើងចូលមកមើលបើមុននឹងយើងចូលទៅដល់អត្ថបទរបស់យើងចូលមកមើលនៅពាក្យកលឹះមួយសិនបាទសម្រាប់ពាក្យកលឹះនៅអត្ថបទរបស់យើងថ្ងៃនេះគឺយើងមានចំនួន7ពាក្យបាទពាក្យថ្មីបាទសម្រាប់អ្នកដែលទៅបញ្ចប់ផ្ដើមរៀនដំបូងបាទហើយពាក្យទី1គឺសឹងរឺគឺយើងបកថាថ្ងៃខួបកំណើតហើយពាក្យទី2លីអ៊ូគឺយើងបកថាកាដូឬក៏អំណោយបាទពាក្យទី3សៀគឺស្បែកជើងបាទស្បែកជើងយើងហ្នឹងពាក្យទី4គឺ香水នេះយើងបកថាក្រអូបហើយស្រួយនេះគឺទឹកអញ្ចឹងគឺយើងបកឲ្យចំមកគឺទឹកអប់ឬក៏ទឹកក្រអូបអញ្ចឹងដែរបាទ香水ប៉ុន្តែបើយើងបាញ់លើខ្លួនអាហ្នឹងគេហៅថាទឹកអប់ហើយហ្នឹង香水បាទពាក្យទី5តានកោបាទតានកោនេះគឺនំខេកឬក៏យើងហៅថាខេកអីចឹងណាបាទបើភាសាអង់គ្លេសខេកហ្នឹងគឺនំអីអញ្ចឹងនំខេកហ្នឹងនំខេកដែលយើងធ្វើខូបកណាតខូបអីហ្នឹងពាក្យទី6គឺហុងប៉ោគឺយើងបកថាអាំងប៉ាវណាពេលចូលឆ្នាំចិនអីគឺយើងបានអាំងប៉ាវអីចឹងណានឹងគឺហុងប៉ោហើយពាក្យទី7គឺឆាំងកើគឺច្រៀងចម្រៀងបាទគឺឆាំងកើច្រៀងចម្រៀងបាទនេះគឺជាពាក្យកលឹះនៅក្នុងអត្ថបទរបស់យើងអញ្ចឹងយើងចូលទៅមើលអត្ថបទយើងទាំងអស់គ្នាហើយខ្ញុំនឹងធ្វើការបកមួយប្រយោគហ្នឹងឲ្យបងប្អូនទាំងអស់គ្នាបាទដែលប្រយោគរបស់យើងនេះគឺអត្ថបទរបស់យើងនេះគឺប្រយោគចាប់ដើមដំបូងបាទនេះបាទ今天是我的生日យើងបកថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំបាទថ្ងៃនេះ今天是គឺជា我的生日ថ្ងៃខួបកំណើតរបស់ខ្ញុំបាទ我送给自己的礼物ខ្ញុំជូនឲ្យបាទខ្ញុំជូនឲ្យខ្លួនឯងនៅកាដូបាទឬក៏យើងអាចនិយាយថាខ្ញុំជូនកាដូឲ្យខ្លួនឯង自己នេះគឺខ្លួនឯងបាទ是一双鞋គឺបាទគឺស្បែកជើងមួយគូបាទ一双鞋ស្បែកជើងមួយគូបន្តមកទៀតបាទ那双鞋有点贵បាទថាស្បែកជើងមួយគូនោះគឺរៀងថ្លៃបន្តិចបាទ有点贵រៀងថ្លៃបន្តិចបាទគួយនេះគឺថ្លៃណាបងប្អូនបាទអញ្ចឹង有点贵គឺរៀងថ្លៃបន្តិច但是我很喜欢សំទោសបាទ但是我喜欢很久了ក៏ប៉ុន្តែខ្ញុំចូលចិត្តយូរណាស់មកហើយបាទក៏ប៉ុន្តែខ្ញុំចូលចិត្តយូរណាស់មកហើយនេះ很久នេះគឺយូរ很久了គឺយូរណាស់ហើយបន្តមកទៀត朋友们送给我一束花មិត្តភ័ក្តិទាំងអស់គ្នាបានជូនខ្ញុំសុងកៃនេះគឺជូនណាយើងនិយាយតែជូនសុងនេះគឺជូនហើយកៃនេះគឺឲ្យអញ្ចឹងបានន័យថាយើងបកថាជូនឲ្យគឺវាវែងបញ្ញាញ៉ៃពេលយើងបកថាជូនបាទមិត្តភ័ក្តិទាំងអស់គ្នាទាំងអស់គ្នាជូនខ្ញុំផ្កាមួយបាច់បាទនៅផ្កាមួយបាច់អ៊ីស៊ូហួរផ្កាមួយបាច់一瓶香水នេះ香水មិញទឹកអប់បាទ一瓶នេះគឺមួយដប一瓶香水ទឹកអប់មួយដបបាទ一个大蛋糕គឺ蛋糕នេះគឺនំខេកបាទនំខេកធំមួយបាទនំខេកធំមួយហើយតមកទៀត这些东西我都很喜欢របស់របរទាំងអស់នេះតុងស៊ីនេះគឺរបស់របរណាបាទន័យថាមានទាំងផ្កាមានទាំងស្បែកជើងមានទាំងទឹកអប់មានទាំងអីហ្នឹងបាទជើជាតុងស៊ីនេះបាទរបស់របរទាំងអស់នេះបាទ
របស់មួយចំនួននេះ我都很喜欢ខ្ញុំសុទ្ធតែចូលចិត្តទាំងអស់ហ្នឹងបាទសុទ្ធតែជារបស់ខ្ញុំចូលចិត្តបាទអញ្ចឹងយើងបន្តមកទៀត我的爸爸妈妈给我发了一个红包我的爸爸妈妈给我发了一个红包ឪពុកម្ដាយរបស់ខ្ញុំឲ្យខ្ញុំបានឲ្យខ្ញុំនេះហ្វាគេវ៉ាហ្វាឡាហ្នឹងគឺបានឲ្យហ្នឹងហ្វាហ្នឹងគឺដូចយើងថាបើកឲ្យអញ្ចឹងណាហ្វាហ្នឹងគឺលក្ខណៈដូចបើកឲ្យតែហ្វាកងជឺគឺបើកប្រាក់ខែហ្វានេះបើយើងបកឲ្យចំន័យវាតែមួយគឺផ្ញើណាផ្ញើអីវ៉ាន់ផ្ញើអីផ្ញើសារផ្ញើអីគឺហ្វាហ្នឹងហើយអញ្ចឹងកន្លែងនេះបើយើងប្រើប្រាស់ជាមួយលុយជាមួយនឹងអីផ្សេងគឺហៅថាហ្វាណាហ្វាឡាអ៊ីក៏ហុងប៉ោមកថាបើកឲ្យនៅអាំងប៉ាវមួយឬក៏ឲ្យខ្ញុំអាំងប៉ាវមួយបាទ一个红包អាំងប៉ាវមួយ里面有800块钱里面有800块钱ណានៅខាងក្នុង里面នេះខាងក្នុងអាំងប៉ាវនេះ里面有មាន800块钱800块钱មាន800យួនបាទអញ្ចឹងនៅចិនគេនិយាយខុយឈៀនហ្នឹងគឺសំដៅទៅលើយួនលុយយួនណាបាទអញ្ចឹងមាន800យួនបាទ我想用这些钱我想用这些钱ខ្ញុំចង់ប្រើ这些钱លុយទាំងនេះបាទលុយមួយចំនួននេះលុយ800块钱នេះ请朋友们吃饭អញ្ជើញមិត្តភ័ក្តិទាំងអស់គ្នាញ៉ាំបាយបាទ然后去唱歌បន្តមកទៀតទៅច្រៀងបាទ去唱歌បាទទៅច្រៀងនៅណាបាទនៅណាក៏បានដែរមានកន្លែងច្រៀងបាទ然后នេះគឺបន្តមកទៀតបន្ទាប់មកទៅច្រៀង这就是我的生日នេះហើយគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំបាទ这就是我的生日បាទអានេះគឺជាថ្ងៃនេះហើយគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំគឺមានអញ្ចឹងដូចគាត់បានរៀបរាប់ពីខាងមុខមកអញ្ចឹងបាទហ្នឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាមើលទៅលើពាក្យកលឹះវាមួយហើយនឹងការប្រើប្រាស់នៅពាក្យនីមួយហ្នឹងអញ្ចឹងតើការប្រើប្រាស់នៃពាក្យនីមួយហ្នឹងគឺយើងមើលទៅលើអត្ថបទរបស់យើងហ្នឹងហើយដូចថានេះពាក្យច្រៀងដែលយើងប្រើមិនឈីឆាំងកើទៅច្រៀងបាទពាក្យហុងប៉ោនេះដូចយើងទិញមកណាបាទ我爸爸妈妈给我发了一个红包ឬក៏我的经理អញ្ចឹងមក我的经理发了给我发了一个红包អញ្ចឹងអ្នកគ្រប់គ្រងរបស់ខ្ញុំអញ្ចឹងណាបាទហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងចាំយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ